សួស្តីថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់ការចែករំលែកនេះគឺជាទ្រុងកណ្ដូបដែលខ្ញុំបានសាងសង់ហើយខ្ញុំមកចិញ្ចឹមវាដល់ធំហើយបច្ចុប្បន្ននេះគឺធំព្រោះមានអាយុកាល30ថ្ងៃជាងហើយនេះគឺជាទ្រុងដែលខ្ញុំចិញ្ចឹមតែខ្ញុំចិញ្ចឹមតែមួយទ្រុងទេទ្រុងតែមួយហើយទ្រុងនេះមិនមែនជាធំប្រមាណទេបណ្ដោយប្រហែលជាបណ្ដោយ2ទៅទឹង1ម៉ែត្រអញ្ចឹងហើយក្នុងការធ្វើទ្រុងនេះយើងធ្វើលក្ខណៈមកសំល្មមហើយក្នុងទ្រុងនេះយើងត្រូវមានបាំងដំបូលឲ្យជិតដំបូលខាងលើកុំឲ្យភ្លៀងស្រក់ចំកណ្ដូបហើយផ្នែកចង្កៀងយើងអាចមានថង់បាំងថង់ទៅមួយទៀតនេះទ្រុងដែលខ្ញុំត្រៀមធ្វើបន្តទៀតហើយចំណែកឯការដាក់កណ្ដូបនឹងគឺយើងប្រើដោយញែងសម្រាប់យើងឲ្យគេដេកជាញែងសម្រាប់ដាក់កណ្ដូបដើម្បីចិញ្ចឹមយើងឲ្យគេដេកញែងឲ្យសមល្មមហើយយើងត្រូវមានការដាក់រូតសម្រាប់យើងរូតពេលដែលយើងដាក់ពងវាឬក៏ពេលដែលយើងប្រមូលផលវាយើងអាចងាយស្រួលក្នុងការប្រមូលផលកណ្ដូបនឹងហើយពេលដែលយើងប្រមូលផលយើងគ្រាន់តែរូតលើរូតនោះទៅហើយយើងអាចប្រមូលផលបានហើយយើងដាក់ចំណីគឺយើងដាក់តាមប្លោះហ្នឹងដើម្បីងាយស្រួលក្នុងការដាក់ចំណីប្រមូលផលជាដើមហើយខាងលើហ្នឹងរូបភាពខាងលើហ្នឹងគឺខ្ញុំបានបាំងជាការ៉ុងហើយដាក់ថង់ពីលើអានេះគឺជាចំណីដែលខ្ញុំត្រៀមបំរុងទុកដាក់ឲ្យនៅពេលយប់ហើយពេលថ្ងៃខ្ញុំមិនសូវដាក់ប្រមាណទេគឺខ្ញុំដាក់ពេលយប់ច្រើនចំណីវាហ្នឹងអានេះគឺជាទ្រុងដែលខ្ញុំត្រៀមគោលបន្តទៀតបែងចែកឲ្យបាន2ទៅ3ទ្រុងបន្តទៀតអានេះគឺជាចំណុចនៃការចាប់ផ្ដើមទេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេគ្រាន់តែខ្ញុំចង់ចែករំលែកអំពីទ្រុងកណ្ដូបតែប៉ុណ្ណឹងហើយកុំភ្លេចជួយចុច Subscribe ខ្ញុំអ្នកមួយផងហើយចាំទស្សនានៅវីដេ